បាទអ្នកខ្សោយភាសាអង់គ្លេសបាទត្រូវធ្វើចំណុចរឿងមួយបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចង់ប្រកែកភាសាអង់គ្លេសអញ្ចឹងបងប្អូនទាំងអស់គ្នាមើលវីដេអូនេះឲ្យចាប់សិនបាទចេះបងប្អូនណាតើតងនឹងការរៀនខ្សោយបាទអាចចង់ហ្នឹងបាទបងប្អូនវាចង់បាទអាចចង់ហ្នឹងវាអត់ទាន់ជោគជ័យទេបងប្អូនណាបាទអាចង់ហ្នឹងអត់ទាន់ជោគជ័យទេប៉ុន្តែរឿងមួយដែលបងប្អូនអរគ្នាត្រូវធ្វើបាទអញ្ចឹងខ្ញុំបាទនឹងនិយាយបន្តិចទៀតប៉ុន្តែខ្ញុំពេលនេះគឺខ្ញុំចង់លើកចូលជាប្រធានបទខ្ញុំចង់លើកទៅទៅនឹងបរិយាយរឿងមួយចំនួនសិនណាបងប្អូនចេះបងប្អូនណាការរៀនភាសាអង់គ្លេសដោយខ្លួនឯងបាទរៀនអង់គ្លេសបងប្អូនអរគ្នាស្ដាប់ឲ្យច្បាស់ណាបាទរៀនភាសាអង់គ្លេសដោយខ្លួនឯងខ្ញុំបាទលោកគ្រូបានទទួលមតិពីបងប្អូនអ្នកដែលសិក្សាភាសាបរទេសគាត់ថាគាត់រៀនខ្លួនឯងរៀនចុះរៀនឡើងវាមិនដឹងថាកោះត្រីនៅទីណាបាទកោះត្រីនៅទីណាបាទជួនកាលបងប្អូនអរគ្នាខ្លះគាត់រៀនគាត់អត់មានឯកសារស្រាវជ្រាវគ្រប់គ្រាន់បាទអត់មានឯកសារស្រាវជ្រាវគ្រប់គ្រាន់ក៏រៀនអត់ចេះដែរបងប្អូនណាបាទរៀនអត់ចេះដូចគ្នាដែរបាទបើសិនជាបងប្អូនអរគ្នារៀនដោយខ្លួនឯងលោកគ្រូសូមណែនាំបងប្អូនទាំងគ្នាត្រូវចេះបញ្ចេញឲ្យច្បាស់ចេះឲ្យច្បាស់បាទព្រោះបងប្អូនភាគច្រើនគាត់រៀនអត់ចេះរៀនអានអត់ត្រូវអានអត់ចេញមកវាពិបាកអានមិនចេញណាដោយសារអត់ចាំជួយអ្នកអត់ចាំជួយអ្នកបងប្អូនកាលណាបងប្អូនទាំងគ្នាខ្សោយអាមូលដ្ឋានគ្រឹះភាគច្រើនលោកគ្រូជួបប្រទេសគឺខ្សោយមូលដ្ឋានគ្រឹះបាទអញ្ចឹងយើងរៀនអានអត់ចេញអានអត់ត្រូវឬក៏មិនឃើញហ្នឹងមិនចេះអានតម្ដងដោយសារយើងខ្សោយមូលដ្ឋានគ្រឹះអ្វីដែលបងប្អូនទាំងគ្នាត្រូវធ្វើគឺបងប្អូនទាំងគ្នាត្រូវចេះមូលដ្ឋានគ្រឹះឲ្យច្បាស់បាទចេះមូលដ្ឋានគ្រឹះច្បាស់សិននៅពេលដែលបងប្អូនទាំងគ្នាច្បាស់ហើយវាជាស្ពានមួយបាទវាជាស្ពានមួយដើម្បីឆ្លងទៅត្រីមកខាងទៀតបាទបានន័យថាវាជាមូលដ្ឋានគ្រឹះហើយធ្វើឲ្យយើងចេះគេហៅថាចេះអានអញ្ចឹងធ្វើឲ្យបងប្អូនទាំងនេះចេះអានបាទយើងមិនបាច់ថា perfect ពេកទេបងប្អូនណាបាទមិនថាយើងមិនថាឲ្យអាននឹងត្រូវ 100% ទេបាទប៉ុន្តែយើងបានខ្លះបាទបានខ្លះហ្នឹងគឺវាជារឿងល្អណាបងប្អូនកុំឲ្យអត់សោះតំណឹងអាហ្នឹងគឺទៅទៅនឹងការរៀនអង់គ្លេសដោយខ្លួនឯងបងប្អូនបាទយើងចេះមូលដ្ឋានគ្រឹះហើយយើងត្រូវមានឯកសារស្រាវជ្រាវបាទឯកសារស្រាវជ្រាវហើយមួយទៀតបើសិនជាយើងចង់ឆាប់ចេះលឿនគឺបងប្អូនទាំងគ្នាត្រូវទិញសៀវភៅដែលមានស៊ីងខ្មែរបកប្រែជាខ្មែរបាទមានស៊ីងខ្មែរហើយមានបកប្រែជាខ្មែរបាទអាហ្នឹងគឺចង់និយាយថាយើងចង់ឆាប់ចេះបាទយើងចង់ឆាប់ចេះគឺមានតែបែបហ្នឹងទេព្រោះអានេះជាអ្វីដែលលោកគ្រូធ្លាប់ឆ្លងកាត់បាទលោកគ្រូធ្លាប់ឆ្លងកាត់បងប្អូនកាលលោកគ្រូរៀនអង់គ្លេសដំបូងគឺលោកគ្រូរៀនបែបហ្នឹងលោកគ្រូទៅទិញសៀវភៅដែលមានស៊ីងខ្មែរបកប្រែខ្មែរហើយយើងយកមកតន្តែងយកមកបង្កើតប្រយោគយកមករៀននិយាយបានឆាប់ចេះបាទគឺគ្រូចង់ឆាប់ចេះគ្រូធ្វើអញ្ចឹងបាទរកទិញសៀវភៅដែលមានស៊ីងខ្មែររបៀបអានជាខ្មែរអញ្ចឹងយើងមកមើលរាល់ថ្ងៃទៅឲ្យចាំពាក្យទាំងអស់ហ្នឹងទៅយើងមកកាត់ជាប្រយោគយើងរៀននិយាយគឺបងប្អូនអរគ្នានឹងចេះតំដងបាទហើយបើសិនជាបងប្អូនអរគ្នាចង់បានសៀវភៅគឺបងប្អូនអរគ្នាអាចឆាតឬក៏មក Telegram មកលោកគ្រូបានឬក៏មកឆាតមក Page ក៏បានដែរបាទដើម្បីយកសៀវភៅទៅរៀនដោយខ្លួនឯងបន្ថែមណាបាទលោកគ្រូថត thumbnail មួយសិនអូខេអញ្ចឹងអ្វីដែលបងប្អូនអរគ្នាត្រូវធ្វើគឺមូលដ្ឋានគ្រឹះបាទហើយអូខេហើយបន្តទៀត
បងប្អូនអរគ្នាមើលរៀនបាទរៀននៅលើ YouTube បាទនៅលើ YouTube មានវីដេអូជាច្រើនដែលបងប្អូនអរគ្នារៀនបានបាទយើងមើលប៉ុសឬក៏ channel ណាមួយដែលបងប្អូនអរគ្នាពេញចិត្តដែលបងប្អូនអរគ្នាគិតថាល្អបាទ YouTube channel ខ្មែរណាមក YouTube channel ខ្មែរដែលបងប្អូនអរគ្នាពេញចិត្តស្រឡាញ់អីគឺបងប្អូនអរគ្នាតាមដានទៅបាទតាមដានគាត់មើលគាត់បរិញ្ញាជាទាំងថ្ងៃហើយបងប្អូនអរគ្នាមើល YouTube channel របស់លោកគ្រូណាបាទបងប្អូនអរគ្នាមើលបើសិនជាបងប្អូនអរគ្នាគិតថាអូល្អស្រួលហើយបងប្អូនអរគ្នាតាមដានលោកគ្រូលើ YouTube ទៅបាទបងប្អូនអរគ្នាមើលជាបរិញ្ញាជាភាសាខ្មែររួចហើយបន្តទៀតគឺបងប្អូនអរគ្នាត្រូវមើលជាបរទេសបាទដើម្បីយើងរៀនបញ្ចេញសំឡេងបាទរៀនបញ្ចេញសំឡេងឲ្យដូចបរទេសបាទឲ្យអានឲ្យត្រូវដូចបរទេសបាទអញ្ចឹងយើងមើលepisode ឬក៏ podcast ដូចជា BBC New Learning English ឬក៏ BBC Learning English VOA បាទ CNN អញ្ចឹងណាឬក៏បងប្អូនអរគ្នាមើលទីច្រើនដែលបងប្អូនអរគ្នាពេញចិត្តឬក៏ស្ដាប់speech របស់លោក Donald Trump Barack Obama បាទអញ្ចឹងបងប្អូនអរគ្នាតាមដានមើលបាទបងប្អូនអរគ្នាតាមដានមើលទៅបាទបងប្អូនអរគ្នាតាមដានគាត់ស្ដាប់គាត់ឬក៏បងប្អូនអរគ្នាអាចស្ដាប់ចាក់មកអីចឹងទៅស្ដាប់ចាក់មកនិយាយចឹងបងប្អូនអរគ្នាពឹងប្រកាសស្ដាប់ឲ្យបានល្អចឹងណាបាទដល់ពេលដែលបងប្អូនអរគ្នាតាមដានគាត់រៀនស្ដាប់តាមគាត់រៀននិយាយតាមគាត់ฝึกហាត់និយាយបាទយើងចេះខ្មែរហើយយើងចេះនៅខ្មែរហើយយើងចេះអានហើយយើងត្រូវវឹកហាត់ស្ដាប់ទៀតបាទព្រោះភាសានិយាយវាខុសគ្នាបងប្អូនតាមតំបន់ដូចជាអ្នកភ្នំពេញឧទាហរណ៍លោកគ្រូឧទាហរណ៍ថាអ្នកភ្នំពេញគាត់និយាយថាសៀផឹកសៀចឹងបាទផឹកសៀឃើញអត់ដល់ពេលតាមមួយចំនួនទៀតភាសាដែលត្រូវគេហៅថាផឹកស្រាបាទអញ្ចឹងវាភាសាវាខុសគ្នាអញ្ចឹងវាសំឡេងវាខុសគ្នាប៉ុន្តែអត្ថន័យដូចគ្នាទេបាទភាសាអង់គ្លេសដូចគ្នាដែរជនជាតិហ្វីលីពីននឹងអាននឹងម៉េចជនជាតិអាមេរិកនឹងអាននឹងម៉េចជនជាតិចក្រភពអង់គ្លេសនឹងអាននឹងម៉េចជនជាតិវៀតណាមនឹងអាននឹងម៉េចអញ្ចឹងបងប្អូនអរគ្នាត្រូវស្ដាប់រៀនស្ដាប់ប៉ុន្តែជាគោលបងប្អូនអរគ្នាជ្រើសរើសមួយដែលត្រូវបាទអញ្ចឹងបងប្អូនអរគ្នាฝึกហាត់ស្ដាប់សំឡេងបើសិនជាបងប្អូនអរគ្នាអត់ដែលស្ដាប់បងប្អូនអរគ្នាចេះអានពាក្យហើយបាទយើងចេះនិយាយហើយប៉ុន្តែយើងនៅខ្សោយការស្ដាប់មួយក៏ពិបាកដែរដល់យើងត្រូវរៀនស្ដាប់វាបែបបរទេសវា linking words បាទដែលធ្វើឲ្យបងប្អូនគ្នាពិបាកស្ដាប់បងប្អូនដោយសារតែវានិយាយ linking words អញ្ចឹងដល់បងប្អូនមួយចំនួនគឺគាត់ស្ដាប់គេបានទេប៉ុន្តែស្ដាប់គេអត់បានហើយចង់និយាយទៅវិញនិយាយមិនចេញទៀតអញ្ចឹងចំណុចហ្នឹងវាពិបាកដែរបាទយើងនិយាយអត់ចេញដោយសារយើងអត់ confident ណាបាទអញ្ចឹងវាមានលោកគ្រូនឹងផលិតវីដេអូ how to speak English confidently បាទ how to speak English confident បាទដែលគេហៅរបៀបនិយាយភាសាអង់គ្លេសហ្នឹងក៏មានទំនុកចិត្តបាទយើងគេនិយាយមកស្ដាប់បានទៅប៉ុន្តែនិយាយទៅគេវិញអត់បានដោយសារយើងខ្វះ confident បាទយើងខ្វះទំនុកចិត្តតែវិញយើងអត់ហ៊ាននិយាយបាទអញ្ចឹងវីដេអូវគ្គក្រោយទៀតគឺលោកគ្រូនឹងធ្វើវីដេអូបាទរបៀបនិយាយភាសាអង់គ្លេសឲ្យមានទំនុកចិត្តបាទអាហ្នឹងវីដេអូនេះគឺលោកគ្រូនិយាយទៅត្រង់ហ្នឹងការរៀនភាសាអង់គ្លេសដោយខ្លួនឯងបាទអាហ្នឹងគឺសរុបសេចក្តីមកបាទសរុបសេចក្តីមកគឺបងប្អូនគ្នាត្រូវមានឯកសារស្រាវជ្រាវមើលវីដេអូគេไปរៀនតាម YouTube បាទដែលជាគ្រូភាសាខ្មែរបាទចំណុចទី3គឺបងប្អូនគ្នាត្រូវស្ដាប់បរទេស BBC CNN និយាយចាប់ឲ្យតែជនជាតិអាមេរិកនិងជនជាតិចក្រភពអង់គ្លេសបងប្អូនគ្នាស្ដាប់ទៅបាទស្ដាប់ទី3គេហៅថាយើងត្រូវស្ដាប់បរទេសផ្ទៀងផ្ទាត់ដើម្បី verify ថាយើងពូកែយើងខុសអីចឹងណាអាហ្នឹងគឺយើងត្រូវផ្ទៀងផ្ទាត់បាទអញ្ចឹងយើងត្រូវ train your tongue ថាយើងត្រូវធ្វើការដណ្ដាត់របស់យើងហ្នឹងគឺឲ្យដូចគេអញ្ចឹងណាបាទអាហ្នឹងគឺយើងចង់ឲ្យចេះបើសិនជាបងប្អូនចង់ចេះមែនតើ
ហ្នឹងគ្រូគាត់ទៅបង្ហើបឯងអូខេហើយវីដេអូនេះគឺលោកគ្រូថាចាប់តែប៉ុណ្ណេះបាទហើយបងប្អូនអរគ្នាកុំភ្លេចចុច subscribe ឬក៏ចុច subscribe ចុចកណ្ដឹងនៅលើ YouTube ណាបាទដើម្បីតាមដានវីដេអូជារៀងរាល់ថ្ងៃពេលដែលលោកគ្រូបង្ហោះទៅគឺបងប្អូនអរគ្នាឃើញលឿនបាទហើយវីដេអូវគ្គក្រោយទៀត episode 2 គឺលោកគ្រូនឹងនិយាយទៅនឹង how to speak English confident បាទរបៀបនិយាយភាសាអង់គ្លេសហ្នឹងគឺឲ្យមានទំនុកចិត្តអញ្ចឹងណាបាទ